សំណួរសម្បូរជាងគេនៅក្នុង Facebook គឺឲ្យមើលខែឆ្នាំហ្នឹងហ្មងខ្ញុំកណាឆ្នាំកោគូតដឹងឆ្នាំមកការបានអត់អីចឹងទៅឬក៏ការថ្ងៃណាអូប្តីកណាឆ្នាំនេះកណាឆ្នាំនោះបែកគ្នាអត់អីចឹងអាត្មានិយាយពីរឿងខែឆ្នាំហ្នឹងមកសួរអាត្មាហ្នឹងសួរខុសគ្រូហើយបើមកសួរអាត្មាថាថ្ងៃណាល្អអាត្មាថាថ្ងៃណាញោមជួបជុំគ្នាល្អថ្ងៃណាទំនេរថ្ងៃណាមេឃវាមិនសូវភ្លៀងថ្ងៃហ្នឹងល្អហើយហើយរឿងល្អរឿងអាក្រក់ហ្នឹងបើនៅក្នុងធម៌លោកឲ្យតម្លៃទៅលើផ្លូវចិត្តរបស់យើងឯងបើឧទាហរណ៍ថាយើងងើបឡើងមួម៉ៅក្តៅក្រហាយជេរប្រពន្ធជេរកូនលូលទាំអាហ្នឹងថ្ងៃអាក្រក់ថ្ងៃសោយឯងមិនចាំបាច់ទៅសួរគ្រូណាក៏ដឹងថាសោយដែរហើយបើងើបឡើងទៅវាស្រស់វាស្រាយគោរពដឹងគុណម៉ែឪប្រឹងប្រែងរស់ស៊ីទួទានដោយសមាអាជីវោមានចិត្តមេត្តាសង្គ្រោះធ្វើអំពើល្អថ្ងៃហ្នឹងថ្ងៃល្អហើយមិនបាច់ទៅសួរគ្រូណាក៏ដឹងថាថ្ងៃហ្នឹងថ្ងៃល្អដែរអញ្ចឹងយើងកុំយកល្អយកអាក្រក់ហ្នឹងទៅផ្ញើនឹងថ្ងៃខែហ្នឹងវាវិលជុំធម្មជាតិរបស់វាតាលោកតាក្រមងុយអ្នកប្រាជ្ញខ្មែរយើងក៏លោកមិនសូវឲ្យជឿលើខែថ្ងៃហ្នឹងដែរនិយាយឲ្យជ្រៅជាងនឹងទៀតព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងអ្នកខត្តជាតិដកនឹងរវល់រើសថ្ងៃល្អថ្ងៃមិនល្អហ្នឹងត្រូវការប្រពន្ធហើយហ្នឹងស្រាប់ដល់ថ្ងៃហ្នឹងគេប្រាប់ថាថ្ងៃហ្នឹងអត់ល្អទេសោយហើយអត់ការមួយគ្នាបានទេក៏អត់ទៅខាងស្រីហ្នឹងគេបានការបន្តិចមួយនៅក្បែរផ្ទះគេហ្នឹងទៅយើងរវល់តែចាំថ្ងៃល្អហ្នឹងអញ្ចឹងបានព្រះអង្គមិនឲ្យយើងចាំថ្ងៃនេះថ្ងៃនោះទេបើយើងផឹងធ្វើល្អនិយាយល្អទឹកចិត្តល្អហ្នឹងថ្ងៃល្អហើយអត់មានតាក់ទងនឹងថ្ងៃនឹងខែទេអញ្ចឹងជាសរុបមកវិញយើងយកថ្ងៃខែនឹងជាធំអាហ្នឹងតាមការពិចារណាចុះប៉ុន្តែរវាងថ្ងៃខែឆ្នាំល្អជាមួយនឹងមនុស្សល្អតែយើងរើសយកមួយណាបើយើងចង់រើសយកថ្ងៃខែឆ្នាំល្អហើយមិនបានមើលមនុស្សហ្នឹងអាហ្នឹងអាចគ្រោះថ្នាក់ហើយវាមានដែរវាមានហេងវាមានសយអីចឹងទៅឧទាហរណ៍ថាជឿតាមគ្រូនឹងការក៏បានសុខចឹងទៅនៅសម័យព្រះហ្នឹងមានគេមកពឹងលោកឲ្យជួយដណ្ដឹងកូនឲ្យគេហើយគូខ្លះបានសុខគេមកអរគុណលោកទៅគូខ្លះឆ្លោះប្រកែកទាស់ទែងគ្នាគឺមករករឿងលោកចឹងទៅហើយតាំងពីនឹងមកបានព្រះសម្មាសម្ពុទ្ធហាមភិក្ខុសង្ឃមិនឲ្យទៅបញ្ចុះបញ្ចូលស្ដីដណ្ដឹងចាប់អ្នកនេះដាក់អ្នកនោះទេភិក្ខុណាធ្វើនឹងមានទោសធ្ងន់ទៀតផងពីព្រោះវាមានអញ្ចឹងវាមានគូគប់វាមានគូកម្មវាដល់ពេលហើយដោយសារតែយើងថាដោយសារតែយើងណែនាំហ្នឹងបានទៅជារឿងនឹងគេអាក្រក់គេមកជេរទៅល្អក៏គេសរសើរទៅដល់អញ្ចឹងព្រះអង្គលែងឲ្យភិក្ខុសង្ឃជាអ្នកធ្វើជាមេនដើកហើយអញ្ចឹងរឿងថ្ងៃរឿងខែជារឿងធម្មជាតិផែនដីវិលជុំ24ម៉ោង365ថ្ងៃវាអត់មានថ្ងៃណាល្អថ្ងៃណាអាក្រក់ឯងវាជារឿងអព្យាក្រឹតធម្មជាតិច្បាប់ធម្មជាតិទេរឿងអាក្រក់ល្អវានៅលើមនុស្សនៅលើចិត្តរបស់មនុស្សទេបើចិត្តមនុស្សល្អមនុស្សនឹងល្អបើចិត្តនឹងអាក្រក់មនុស្សនឹងអាក្រក់ឯងមិនមែនថ្ងៃអាក្រក់ទេអនុមោទនាមានបងប្អូនយើងម្នាក់សួរថាតើមានហេតុអីដែលនាំបានជួបគ្នានឹងជាម្ដាយជាកូនជាប្តីជាប្រពន្ធជាមិត្តជាភក្តិជាគូសង្សារអញ្ចឹងនៅក្នុងធម៌និយាយពីហេតុដែលនាំគ្នាបានគ្នាជាប្តីប្រពន្ធនោះវាមានហេតុពីរទី1ធ្លាប់ជាប្តីប្រពន្ធពីជាតិមុនមកហើយទី2បានជួបគ្នាក្នុងពេលបច្ចុប្បន្នប៉ុន្តែមិនប្រកាសថាបានជួបគ្នារហូតទេវាមានពេលខ្លះក៏ធ្វើអីមិនសមរម្យធ្វើបាបចិត្តគ្នាក៏ប្រាថ្នាឲ្យបែកគ្នាកុំឲ្យជួបអញ្ចឹងទៅក៏បែកបាក់គ្នាអញ្ចឹងទៅហើយពេលក្រោយណាទៅវិលវល់សង្សារវត្តវែងឆ្ងាយទៅក៏ត្រឡប់មកជួបគ្នាអញ្ចឹងទៅហើយបើសិនជាបុគ្គលនឹងបានសំ
បនល្អច្រើនទៅក៏រស់នៅមួយគ្នាបានសុខហើយបើថាក្នុងជាតិបច្ចុប្បន្ននឹងមួមកដៅក៏ហើយខឹងចំណែនប្រច័នអីច្រើនទៅទៀតទៅក៏រស់នៅមួយគ្នាបានសុខទៅបែកបាក់គ្នាទៅទៀតទៅក៏មានចឹងបានព្រះអង្គសម្ដែងពីហេតុដែលនាំឲ្យបាននេះជាប្តីប្រពន្ធហើយអាចបានជាប្តីប្រពន្ធនឹងយូរអង្វែងរហូតដល់បរិនិព្វានហ្នឹងរហូតដល់ព្រះនិព្វានហ្នឹងបែកគ្នាតែជួបគ្នាទីមួយមានសទ្ធាស្មើគ្នាដឹងបុណ្យដឹងបាបដឹងខុសដឹងត្រូវដឹងល្អដឹងអាក្រក់ហ្នឹងប្រហែលគ្នាចឹងសមៈសីលាមានសិលធម៌រស់នៅហ្នឹងដូចគ្នាមិនមែនមួយធ្វើចោលមួយចូលវត្តហ្នឹងមិនអាចរស់នៅមួយគ្នាបានទេទី3សមៈចាគាចេះចិត្តលេដូចគ្នាចេះបរិច្ចាគចេះជួយសង្គ្រោះបើប្រពន្ធកំណាញ់ប្តីចិត្តលេក៏ពិបាករស់នៅមួយគ្នាហើយហ្នឹងទី4នោះមានបញ្ញាសមៈបញ្ញាមានបញ្ញាស្មារតីនឹងផាយគ្នាចេះរិះពិចារណានឹងផាយគ្នាអញ្ចឹងបើរស់នៅជាមួយគ្នាដោយគុណធម៌ទាំងអស់ហ្នឹងយើងអាចរស់នៅបានសុខរហូតដល់ស្លាប់ហើយបើសិនជាប្រាថ្នាថាជួបគ្នារហូតដល់ព្រះនិព្វានក៏បានដែរជាកន្សៃសារពេចអីចឹងតែអញ្ចឹងត្រឡប់មកវិញបើយើងធ្លាប់ជួបគ្នាពីមុនមកមានឧបនិស្ស័យជាមួយគ្នាឃើញក៏ចេះស្រឡាញ់រាប់អានគ្នាឬក៏បានកើតជាប្តីជាប្រពន្ធជាកូនអញ្ចឹងទៅហើយបើថាមានបញ្ហាតោះចិត្តអីល្មមទេកុំសូវគុំទុកហើយកុំចងគំនុំគុំគួនអីខ្លាំងពេកអត់ឲ្យអធិស្ឋានព្រោះទាំងអស់គ្នាសិតទៅធ្លាប់ជាសាច់ញាតិរបស់យើងទាំងអស់គ្នាទេបងអនុមោទនាតែជាធម្មតាពេលណាយើងបាត់បង់មនុស្សជាទីស្រឡាញ់ឧទាហរណ៍ថាឪពុកម្ដាយស្លាប់ទៅប្រពន្ធកូនឬក៏សាច់ញាតិដែលជាទីស្រឡាញ់របស់យើងបាត់បង់ជីវិតទៅអានឹងជាសាមញ្ញជនពុទ្ធជននឹងតែងតែសោកសម្រេងខ្លាំងណាស់យំសោកបោកខ្លួនរហូតដល់អ្នកខ្លះស្លាប់ស្ទើរតែបាត់បង់ជីវិតទៅទៀតក៏មានដែរហើយបើឧទាហរណ៍ថាយើងអត់មានវិធីសាស្ត្រដើម្បីសម្រាលអាទុក្ខសោកនឹងចេញពីចិត្តទេអារម្មណ៍វាវល់ហើយយើងអត់សូវមានពេលវេលាបានបំពេញបុណ្យកុសលដល់អ្នកដែលស្លាប់ទៅនឹងឲ្យបានសមរម្យទេយើងដូចថារវល់តែទុក្ខសោកខ្លួនឯងទៅតែអញ្ចឹងមិនបានរៀបចំដំណើរឲ្យអ្នកដែលធ្វើដំណើរទៅជាតិមុខនឹងបានទទួលចំណែកបុណ្យពីយើងបានឲ្យច្រើនបបោឯងចឹងខ្ញុំបានថាគិតថាបើកូនចៅនឹងឆ្លាតពីព្រោះនៅពេលដែលចិត្តនឹងស្លាប់នឹងគេហៅមរណាសន្និជីវ័នចិត្តពេលមុនស្លាប់នឹងបើឧទាហរណ៍ថាចិត្តនឹងវាទៅតោងយកអីវាទៅបដិសន្ធិក្នុងកន្លែងហ្នឹងហើយឧទាហរណ៍ថាបើសំណោះសំណោកស្ដាយទ្រព្យសម្បត្តិអូអញលុយអញអានេះអញមិនទាន់បានចែកទេអីចឹងវល់ទៅកើតកំណើតជាចិញ្ចក់តកែកដោពោះនៅនឹងទ្រព្យដែលយើងទុកដាក់ហ្នឹងហើយអញ្ចឹងបានជាបរមរានខ្មែរយើងពេលអ្នកជំងឺនឹងឈឺធ្ងន់គេឲ្យរៀបចំបបត្តិគេនិមន្តព្រះសង្ឃមកសូត្រធម៌អញ្ជើញយាយតាមកនមស្ការដើម្បីឲ្យគាត់នឹងមានអារម្មណ៍ល្អពេលមុននឹងស្លាប់នឹងពីព្រោះបើឧទាហរណ៍ថាគាត់នឹកដល់អំពើល្អដែលគាត់បានធ្វើហើយធ្លាប់ធ្វើទានធ្លាប់រក្សាសិលធ្លាប់ជួយអ្នកនេះធ្លាប់ជួយអ្នកនោះអញ្ចឹងអារម្មណ៍ពេលមុននឹងស្លាប់នឹងល្អបដិសន្ធិវិញ្ញាណបន្ទាប់ទៅនឹងក៏ល្អដែរតជាប់គ្នាទៅអារម្មណ៍ហ្នឹងប៉ុន្តែបើឧទាហរណ៍ថាស្ដាយសំណោះវិលវល់ជាមួយកូនជាមួយចៅនឹងអត់ស្រួលទេហើយកូនចៅនឹងទៀតក៏គួរតែប្រយ័ត្នប្រយែងដែរពីព្រោះតើកាលណាយើងមកយំសោកបោកខ្លួននៅនឹងក្បែរម៉ែក្បែរឪក្បែរអ្នកឈឺនឹងធ្វើឲ្យគាត់ចាប់យកអារម្មណ៍នឹងលឿនណាស់និយាយអញ្ចឹងបានន័យថាអូអញ្ចឹងមិនបាច់ឲ្យសំណោះសំណោកអីទេថាជាបុថុជនយើងទៅហាមក៏មិនបានដែរអាហ្នឹងចំពោះព្រះអរិយថ្នាក់ទាបហ្នឹងក៏នៅយំដែរប៉ុន្តែគ្រាន់តែថា
bờ lõ cua tề riệp chóm á rùm lực ở phục mai thọp bán thử bọn ni hay bữa thà thòm bán trong zoom ấy từ zoom nâng khéo na ấy bắt tay vừa ta cần na zoom này các bài quạt nâng thưa ấy ở ròm quạt mình lọ ta ròm chịu quan là chất mẹ na son là chịu quan là chất pe muôn là slap nâng tàu vô ấy với tay gần nâng bộ thì họ thật lọp kiên chỉ vô và xong quạt trong khối nó khơi chỉ vô nâng ròm quạt lõ và để sinh thị không tin cua từ ai bữa ròm lọp sầm lấp cặp kia chi kia hay đập pe chết slap nó viên nâng khơi nhà nâng nâng tới ra chẳng bàn chẳng bách con cháu mẹn chui tùm nục mà rong pe quạt ru chia ba pe quạt chư hiệp trong chất cầm nứt bỏ hợp bụng mà đài nó ôi nứt đo làm bự bon của sáu